លោកថនរដ្ឋាគឺជាសកម្មជនចលនាមេដាធម្មជាតិមួយរូបក្នុងចំណោមសកម្មជនបរិស្ថានមួយចំនួនទៀតដែលតស៊ូក្នុងការការពារធនធានធម្មជាតិអាជ្ញាធរបានចាប់ខ្លួនលោកដាក់ពន្ធនាគារជាលើកទី2កាលពីថ្ងៃទី2ខែកក្កដាពីបទរួមគំនិតក្បត់ទោះបីជាលោកថនរដ្ឋាកំពុងជាប់ពន្ធនាគារជាលើកទី2ក្តីប៉ុន្តែលោកមិនបានតក់ស្លុតនិងភ័យខ្លាចចំពោះការបាត់បង់សេរីភាពនេះឡើយពលគឺលោកតែងផ្ដាំផ្ញើប្រាប់យុវជនកុំឲ្យភ័យខ្លាចក្នុងការធ្វើរឿងដែលជាប្រយោជន៍ជាតិដល់សង្គមបើទោះបីជាលោកថនរដ្ឋាកំពុងជាប់ពន្ធនាគារជាលើកទី2ក្តីប៉ុន្តែលោកមិនបានតក់ស្លុតនិងភ័យខ្លាចចំពោះការបាត់បង់សេរីភាពនេះឡើយពលគឺលោកតែងផ្ដាំផ្ញើប្រាប់យុវជនកុំឲ្យភ័យខ្លាចក្នុងការធ្វើរឿងដែលជាប្រយោជន៍ដល់សង្គមជាតិលោកថនរដ្ឋាមានអាយុ34ឆ្នាំកើតនៅឆ្នាំ1992នៅឃុំខ្ពបអាទាវស្រុកលើដែកខេត្តកណ្ដាលលោកគឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន3នាក់ដែលមានឪពុកម្ដាយជាកសិករលោកប្រឡងចប់បាក់ឌុបនៅឆ្នាំ2010តែដោយសារតែជីវភាពក្រីក្រលោកមិនមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញភ្លាមៗនោះទេលុះនៅចុងឆ្នាំ2011ទើបលោកថនរដ្ឋាមានឱកាសទទួលបានអាហារូបករណ៍មកបន្តការសិក្សានៅសាកលវិទ្យាល័យខេមរៈនិងចាប់យកជំនាញទំនាក់ទំនងអន្តរជាតិលោកថនរដ្ឋាចាប់ផ្ដើមប្រឡូកការងារជាសកម្មជនចលនាមេដាធម្មជាតិចាប់តាំងពីឆ្នាំ2015ដោយសារតែលោកមើលឃើញពីភាពអយុត្តិធម៌សង្គមជាពិសេសគឺនគរបាលខេត្តកោះកុងបានចាប់ខ្លួនសកម្មជនចលនាមេដាធម្មជាតិចំនួន3នាក់ដាក់ពន្ធនាគាររយៈពេល18ខែដែលជំរុញឲ្យលោកកាន់តែមានភាពក្លាហានក្នុងការឈឺឆ្អាលបញ្ហាសង្គមក្នុងជីវិតអាពាហ៍ពិពាហ៍លោកថនរដ្ឋាបានរៀបការនៅឆ្នាំ2019ជាមួយប្រពន្ធរបស់លោកឈ្មោះលោកស្រីប៉ាត់រស្មីនិងមានកូនតូចៗចំនួន3នាក់នៅក្នុងបន្ទុកក្រោយមកលោកថនរដ្ឋានៅតែបន្តចេញមុខការពារធនធានធម្មជាតិរហូតដល់ថ្ងៃទី3ខែកញ្ញាឆ្នាំ2020នគរបាលរាជធានីភ្នំពេញចំនួន20នាក់បានសម្រុកចាប់ខ្លួនលោកនៅផ្ទះជួលមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យដោយចោទថាសកម្មជនបរិស្ថានរូបនេះលួចបើកស្ទូឌីយោផ្សាយព័ត៌មានដោយពុំមានច្បាប់អនុញ្ញាតខណៈលោកកំពុងផលិតវីដេអូមួយដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាម៉ុកដែលជាបឹងធម្មជាតិដ៏ធំចុងក្រោយមួយនៅឯជាយក្រុងរាជធានីភ្នំពេញលោកថនរដ្ឋាត្រូវបានតុលាការផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគារចំនួន20ខែពីបទញុះញង់ក្រោយមកតុលាការបានដោះលែងឲ្យលោកនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែវិច្ឆិកាឆ្នាំ2021ក្នុងអំឡុងពេលលោកជាប់ពន្ធនាគាររយៈពេល14ខែនោះតុលាការបានបន្ថែមបទចោទមួយទៀតគឺបទរួមគំនិតក្បត់នៅពេលលោកកំពុងអនុវត្តទោសក្នុងពន្ធនាគារទោះជាយ៉ាងណាសកម្មភាពទាមទារយុត្តិធម៌សង្គមនិងការពារបរិស្ថានក្រោយពីចេញពីពន្ធនាគាររបស់លោកថនរដ្ឋានិងសកម្មជនបរិស្ថានផ្សេងទៀតមិនបានប្រព្រឹត្តទៅដោយរលូននោះទេទីបំផុតទៅលោករួមជាមួយសកម្មជនការពារបរិស្ថានចំនួន9នាក់ផ្សេងទៀតត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារពី6ឆ្នាំដល់8ឆ្នាំក្រោមបទចោទរួមគំនិតក្បត់និងប្រមាថអង្គព្រះមហាក្សត្រប៉ុន្តែក្នុងនោះមានសកម្មជន5នាក់រួមមានកញ្ញាឡុងគុន្ធាលោកយឹមលៀងហ៊ីលោកលីច័ន្ទរាវុធនិងកញ្ញាភួនកែវរស្មីត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារជាលើកទី2កាលពីខែកក្កដាឆ្នាំ2024